ស្ដីបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះសេដ្ឋណូនខ្ញុំរស់នៅរដ្ឋ Texas រយៈពេល19ឆ្នាំនៅសហរដ្ឋអាមេរិកខ្ញុំបានរៀនសូត្រគ្រប់រសជាតិជីវិតខ្ញុំក៏ធ្លាប់ធ្វើការឲ្យគេពី3កន្លែងខ្ញុំក៏ធ្លាប់ធ្វើជាម្ចាស់ហាងនំហើយខ្ញុំក៏ធ្លាប់គិតថាចង់បានអាហារដ្ឋានឬមួយក៏ហាងកញ្ចក់ផងដែរក៏ប៉ុន្តែកាលពីឆ្នាំ2023ខ្ញុំបានជួបវីដេអូ advertise មួយដែលគាត់និយាយថាមុខរបរដែលគ្មានការលក់ខ្ញុំពិតជាចូលចិត្តមែនទែនហើយវាបានផ្លាស់ប្ដូរគំនិតរបស់ខ្ញុំដែលចង់មានហាងកញ្ចក់ចង់មានហាងអាហារខ្ញុំចាប់មកប្រើខ្លួនឯងឲ្យធ្វើអាជីវកម្មអនឡាញវិញម្ដងមុខរបរមួយនេះវាធ្វើឲ្យខ្ញុំរឹតតែចូលចិត្តជារៀងរាល់ថ្ងៃដោយសារតែខ្ញុំមិនសូវមានសម្ពាធមិនចាំបាច់បង់ជារៀងរាល់ខែរាល់ឆ្នាំមិនចាំបាច់ព្រួយបារម្ភរឿងខាតបង់ពីព្រោះតែវាគ្មានថ្ងៃខាតជាមុខរបរដែលធ្វើកាន់តែចំណេញហើយបើបងប្អូនចាប់អារម្មណ៍ចង់មានមុខរបរមួយនេះដែរអាចសួរនាំខ្ញុំបានឬមួយក៏ចូលទៅមើលនៅក្នុង website របស់ខ្ញុំផ្ទាល់ចាមុខរបរមួយនេះបងប្អូនគឺប្រើប្រព័ន្ធ automatic system សម្រាប់ធ្វើហើយវាធ្វើការឲ្យយើង24ម៉ោងលើ24ម៉ោងហើយយើងអត់បាច់ដាក់ដើមទុនខ្ពស់ដោយបើហាងផ្សេងទេយើងក៏មិនត្រូវបានធ្វើការពេញម៉ោងដោយយើងមានហាងផ្សេងផងដែរយើងគ្រាន់តែធ្វើការបន្តិចបន្តួចពីពេលទំនេរចាស់បើសិនបើបងប្អូនចាប់អារម្មណ៍ចង់ផ្លាស់ប្ដូរខ្លួនឯងចង់ដើរលេងច្រើនចង់មានប្រាក់ចំណូលខ្ពស់ចង់ចូលនិវត្តន៍មុនពេលកំណត់អាចចូលមើលក្នុង website របស់ខ្ញុំបានឬមួយក៏សួរនាំខ្ញុំផ្ទាល់អរគុណច្រើន